ពីដើមឡើយយើងធ្លាប់មានវីដេអូតាក់ទងជាមួយនឹងអាហារបំពន់ដែលអាចជួយដោះស្រាយបញ្ហាឈឺសន្លាក់របស់បងប្អូនបានហើយនៅក្នុងវីដេអូនេះវិញគឺកាន់តែពិសេសថងបងប្អូនអាចញ៉ាំអាហារដែលអាចជួយដោះស្រាយនៅបញ្ហាសន្លាក់របស់បងប្អូនបាននិយាយទៅគឺជាអាហារដែលល្អដែលអាចនិយាយថាជួយឲ្យសន្លាក់របស់បងប្អូនមានសុខភាពល្អហើយបើសិនជាបងប្អូនមានបញ្ហាឈឺសន្លាក់ឈឺអីនោះគឺវានឹងជួយដោះស្រាយបានទៀតផងអូខេបងប្អូនអញ្ចឹងយើងនឹងលើកឡើងនៅ10អាហារតើជាអ្វីខ្លះទៅយើងនឹងមកស្វែងយល់នៅក្នុងវីដេអូនេះទាំងអស់គ្នាតែម្ដងទីមួយនោះគឺជាត្រីដែលសម្បូរទៅដោយអូមេហ្គា3អាចនិយាយថាជាត្រីដែលរៀងខ្លាញ់ឈរនោះបងប្អូនដោយសារតែអីគឺពពួកអូមេហ្គា3ហ្នឹងគឺមានសមត្ថភាពនៅក្នុងការប្រឆាំងទៅនឹងការរលាកហើយក៏ជួយដល់កន្លែងសន្លាក់របស់បងប្អូនហ្នឹងវាមានភាពរអិលបានផងដែរទី2គឺរមៀតបងប្អូនដែលរមៀតនោះបើសិនជាបងប្អូនធ្លាប់មើលវីដេអូយើងពីមុនមកហើយនេះគឺបងប្អូនវាមានសារធាតុដែលហៅថា curcumin ដែលមានសកម្មភាពពិសេសនៅក្នុងការប្រឆាំងទៅនឹងការរលាកតែម្ដងហើយមានការសិក្សាដែលគេរកឃើញថាវាមានសកម្មភាពប្រឆាំងការលាកនោះដូចទៅនឹងក្រុមថ្នាំ NSAID ដែលជួយដោះស្រាយដល់បញ្ហាឈឺសន្លាក់ឈឺអីនឹងបានទៀតផងទី3នោះគឺ extra virgin olive oil បងប្អូនដែលនៅក្នុងនោះគឺវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាពិសេសនោះគឺ oleo កង់តាល់ដែលសារធាតុ oleo កង់តាល់ហ្នឹងបងប្អូនគឺមានការសិក្សាដែលគេរកឃើញថាវាមានលក្ខណៈដូចទៅនឹង ibuprofen ដែលជាថ្នាំប្រឆាំងទៅនឹងការរលាកនោះអញ្ចឹងគឺវាអាចជួយដល់បញ្ហារឿងរលាកសន្លាក់រឿងអីនឹងបានបងប្អូនអាចនឹងឆ្ងល់ហើយថាចង់ញ៉ាំប្រេងអូលីវធ្វើមិនការញ៉ាំនេះដែរដើម្បីរក្សាបាននូវសារធាតុប្រឆាំងអុកស៊ីតកម្មពេញលេញគឺយើង suggest ឲ្យបងប្អូនគឺញ៉ាំឆាអត់មានយកទៅដាក់ភ្លើងដាក់អីទេហើយដែលញ៉ាំហ្នឹងគឺពពួក extra virgin olive oil ហ្នឹងដែលបងប្អូនអាចស្រោចជាលើសាឡាត់លើអីហ្នឹងបងប្អូនឬក៏ក្នុងម្ហូបឆាម្ហូបអីរបស់បងប្អូនហ្នឹងបងប្អូនអាចដាក់ម្លព្រាពីលព្រាបាយសូបន្ថែមនៅលើនឹងបានតាមការញ៉ាំជាក់ស្ដែងបងប្អូនទី4គឺពពួកគ្រាប់ធនជាតិបងប្អូនតើបងប្អូនគិតថាដោយសារហេតុអីតែប៉ុន្តែក្នុងនោះគឺវាមានសម្បូរទៅដោយអូមេហ្គា3ក៏ដូចជាវីតាមីន E ដែលពួកនេះគឺសុទ្ធតែជាពួកបកែនៅក្នុងការប្រឆាំងទៅនឹងការរលាកដែលការឈឺសន្លាក់បងប្អូនត្រូវដឹងថាវាតកតងមួយរឿងរលាកហ្នឹងបើយើងទប់ការរលាកបានគឺវានឹងជួយបានច្រើនមែនតើទី5បើសិនជាបងប្អូនធ្លាប់ដឹងហើយនោះគឺជាពពួកតែបៃតងដែលពួកតែបៃតងហ្នឹងបងប្អូនគឺវាមានសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ពិសេសមួយដែលយើងហៅថា EGCG ដែលគឺថាវាទៅប្រឆាំងទៅនឹងការរលាកបានយ៉ាងល្អអញ្ចឹងបងប្អូនអាចផឹកវាជាប្រចាំថ្ងៃបានពីព្រោះថាតែបៃតងគឺវាល្អសម្រាប់សុខភាពយើងជារួមមែនតើប៉ុន្តែចង់បញ្ជាក់ប្រាប់បងប្អូនដែរថាការផឹកតែបៃតងហ្នឹងត្រូវប្រយ័ត្នបន្តិចត្រូវមើលថាតើវាពិតជាតែបៃតងសុទ្ធឬក៏គេប្រើពណ៌បន្ថែមអញ្ចឹងណាទី6គឺក្រុមសណ្ដែកសៀងបងប្អូនសួរថាហេតុអីគឺដោយសារតែនៅក្នុងនោះគឺមានអូមេហ្គា3ផងដែរបងប្អូនហើយមួយទៀតគឺវាមាននៅ isoflavone ដែលជា polyphenol របស់ពពួកសណ្ដែកសៀងហ្នឹងដែលពួកនេះគឺវាអាចជួយប្រឆាំងទៅនឹងការរលាកជាពួកប្រឆាំងអុកស៊ីតកម្មផងក៏ដូចជាការដែលជួយសម្របសម្រួលដល់ការធ្វើ metabolism នៅកន្លែងសន្លាក់ហ្នឹងផងដែរអញ្ចឹងគឺវាជួយទ្រទ្រង់នៅសុខភាពរបស់សន្លាក់បងប្អូនហ្នឹងទី7បងប្អូនគឺក្រុម berry ដែលពួកនេះបងប្អូនគឺថា recommend ឲ្យបងប្អូនញ៉ាំពពួកដែលស្រស់ជាពិសេសដូច strawberry ដែលមាននៅស្រុកយើងដាំបានអីទាំងអស់ហ្នឹងអញ្ចឹងណាព្រោះវាជារបស់ក្នុងស្រុកចឹង berry គឺសម្បូរទៅដោយពពួកប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកម្យ៉ាងដែលយើងហៅថា anthocyanin ដែលនឹងហើយបងប្អូនគឺវាជួយដល់បញ្ហាលាកស្លាក់រលាកអីទាំងអស់ហ្នឹងទី8បងប្អូនគឺពពួកខ្ទឹមសក៏ដូចជាពពួកខ្ទឹមបារាំងផងដែរដោយសារអីនៅក្នុងនេះគឺវាសម្បូរទៅដោយយ៉ាលីឌីស៊ូលហ្វីតដែលពួកនេះបងប្អូនគឺវាអាចប្រឆាំងទៅនឹងការរលាកហើយគឺអញ្ចឹងអាចការពារបងប្អូនពីការខូចខាតនៃសន្លាក់ជាពិសេសគឺឆ្អឹងខ្ចីនៅកន្លែងសន្លាក់នឹងតែម្ដងទី9គឺមិនភ្លេចទេគឺបន្លែបៃតងបងប្អូនសំខាន់មែនតើអញ្ចឹងកាន់តែបៃតងគឺកាន់តែល្អសេរីពួកស្ពៃខ្មៅឬក៏តាំងអាវអីទាំងអស់ហ្នឹងបងប្អូនហើយក៏ដូចជាស្ពៃទើអីហ្នឹងក៏បានដែរអញ្ចឹងពួកបន្លែបៃតងទាំងអស់ហ្នឹងគឺជួយឲ្យសន្លាក់របស់បងប្អូនមានសុខភាពល្អដោយសារតែវាសម្បូរទៅដោយវីតាមីន C ក៏ដូចជាវីតាមីន K ផងដែរដែលពួកនេះគឺវាជួយ support ទ្រទ្រង់ដល់សុខភាពរបស់ឆ្អឹងសន្លាក់ហ្នឹង
ហើយក្រៅពីហ្នឹងបងប្អូនក៏ប្រហែលជាធ្លាប់ដឹងពីមុនមកដែរពួកបន្លែបៃតងគឺវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអញ្ចឹងគឺវាអាចជួយប្រឆាំងទៅនឹងការរលាកបានមួយទៀតដែរគឺវីតាមីន C ដែលនៅក្នុងហ្នឹងគឺវាជួយភ្ញូរដល់ការផលិត collagen បងប្អូនអញ្ចឹង collagen ហ្នឹងគឺជារបស់ដែលសំខាន់មែនតើដល់ cartilage ដែល cartilage ហ្នឹងគឺជាឆ្អឹងខ្ចីនៅកន្លែងសន្លាក់នឹងតែម្ដងនិងចុងក្រោយនោះបងប្អូនអត់ភ្លេចទេគឺរឿងទឹកនឹងតែម្ដងចឹងការញ៉ាំទឹកគឺសំខាន់ណាស់បងប្អូនព្រោះថាបងប្អូនត្រូវដឹងថានៅកន្លែងសន្លាក់ហ្នឹងគឺវាមានទឹកចឹងណាហើយអីដែលសំខាន់ទៀតនោះគឺ cartilage ដែលយើងនិយាយគ្នាមុនហ្នឹងដែល cartilage ហ្នឹងឯងបងប្អូនគឺផ្សំពីទឹកដល់ទៅ65ទៅ80%ឯងចឹងការផឹកទឹកគឺនិយាយឲ្យស្រួលស្ដាប់ទៅគឺសំខាន់មែនតើដល់សុខភាពសន្លាក់របស់បងប្អូនហ្នឹងអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូយើងគឺបានដល់ទីបញ្ចប់ហើយប៉ុន្តែបងប្អូននៅមានភាគតតើបើសិនជាបងប្អូនចង់មើលបន្ថែមដើម្បីប្រឆាំងទៅនឹងការរលាកក៏ដូចជាអាហារបំពន់សម្រាប់ទ្រទ្រង់ដល់សន្លាក់របស់បងប្អូនជួយឲ្យវាល្អប្រសើរឆាប់ជាសះស្បើយឈប់ឈឺឈប់អីគឺបងប្អូនអាចទៅឆែកវីដេអូទាំងពីរនេះបន្ថែមបានចឹងអរគុណច្រើនមែនតើបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនយល់ថាវីដេអូនឹងមានប្រយោជន៍វាបានជួយបងប្អូននៅក្នុងការសម្រេចចិត្តក្នុងការញ៉ាំឲ្យបានត្រឹមត្រូវដើម្បីជួយដល់បញ្ហាសន្លាក់នោះគឺថាកុំភ្លេចធ្វើការ like share ក៏ដូចជា subscribe The Therapy Time ផងណាអរគុណច្រើនមែនតើបងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត